បាទជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានជួបគ្នានៅក្នុងនេតិពីនេះពីនោះជាមួយនឹងខ្ញុំបាទសានសុពិតបាទពីនេះពីនោះរបស់ខ្ញុំជួនកាលវាក៏វែងពេកមានមិត្តអ្នកស្ដាប់ខ្លះបានរអ៊ូថាលោកគ្មានពេលស្ដាប់ឲ្យចប់ចុងចប់ដើមឡើយបាទរឿងនេះខ្ញុំដឹងតែដោយអាងថាសម័យថ្មីនេះលោកអ្នកនាងអាចទាញខ្សែសំឡេងរំលងគឺ skip ត្រង់កន្លែងណាដែលលោកមិនចង់ស្ដាប់នឹងបានយ៉ាងងាយខ្ញុំក៏នៅតែបន្តបបាច់បបោចដោយមុនទៀតជាងកាលក៏ជិត1ម៉ោងឯណោះមានអ្នកស្ដាប់ខ្លះលោកបានសុំឲ្យខ្ញុំធ្វើវែងបាទក៏បាទយកចិត្តដែរមិនអ្នកចង់ឲ្យវែងអ្នកខ្លះចង់ឲ្យយកតែសាច់រឿងមកនិយាយខ្ញុំក៏មិនដឹងជាប្រកបចិត្តយ៉ាងណាទេតែរឿងនេះមិនជាបញ្ហាសំខាន់ឡើយខ្ញុំអត់អន់ចិត្តឬក៏កើតទុកដេកមិនលក់នោះក៏ទេដែរបាទមានមិត្តអ្នកស្ដាប់ជាច្រើនបានប្រាប់ថាកុំទៅរវល់អ្នកគេរិះគន់ប្រយើងមិនអាចប្រកបចិត្តណាតម្រូវចិត្តអ្នកស្ដាប់បានទាំងអស់នោះទេវតានៅមានគេបន្ទោសបាទខ្ញុំគិតថាជំរាបការពិតវាអញ្ចឹងមែនវែងពេកទៅអ្នកខ្លះគេគ្មានពេលបាទប៉ុន្តែមិនដឹងគេទៅពង្រួយយ៉ាងម៉េចពង្រួយនោះខ្លីពេកបាទអ្វីដែលខ្ញុំយកមកនិយាយកោករាល់ថ្ងៃឬក៏ស្ទើរតែរាល់ថ្ងៃក្នុងប្រហែលឆ្នាំកន្លងមកនេះខ្ញុំដឹងដែរថាគ្មានអ្វីប្លែកថ្មីទេព្រោះខ្ញុំមិនសូវដឹងរឿងផ្ទៃក្នុងជ្រៅជ្រះបាទនៅតាម Facebook មានវាគ្មិនជាច្រើនសប្តាហ៍ថ្ងៃនេះនាំគ្នាចេញមកផ្សព្វផ្សាយនៅដំណឹងដែលគួរឲ្យយកចិត្តទុកដាក់បាទអ្នកខ្លះដឹងរឿងច្រើនជាការល្អបាទខ្ញុំក៏បានតែចំណែនព្រោះតារឿងខ្លះខ្ញុំក៏ដឹងដែរតែចាំថ្ងៃខែមិនបានឈ្មោះរបស់តួអង្គទៀតក៏នឹកមិនឃើញបាទអានេះមកពីជំងឺមនុស្សចាស់វាចាប់ដើមធ្វើទុកមកក៏យូរឆ្នាំហើយដែរឥឡូវហ្នឹងចូលលេខ7ជិត1ឆ្នាំទៀតហើយស្អីក៏កាន់តែស្រពេចស្រពិលនេះម្យ៉ាងទៀតជីវិតរបស់ខ្ញុំតាំងពីតូចក្រូចឆ្មាមកមិនសូវបានត្រដោះនឹងការពិតនៃជីវិតប្រចាំថ្ងៃដោយអ្នកដទៃនោះឡើយ I live in a cocoon គេថាអញ្ចឹងតែថាខ្ញុំចូលចិត្តតែនិយាយសំដែលខ្ញុំមិនស្គាល់មនុស្សម្នានឹងគេប៉ុន្មានលោកដាញ់មុំនៃគណៈបកខ្មែរសាមគ្គីតែងតែទូរស័ព្ទមកសួរខ្ញុំថាបងឯងស្គាល់ដុកទ័រនេះទេខ្ញុំក៏ថាអត់ទេចុះដុកទ័រនោះខ្ញុំក៏អត់ស្គាល់ដែរព្រោះថាគណៈបកខ្មែរសាមគ្គីរបស់លោកនឹងសិតតែដុកទ័របាទសិតតែ PhD ហើយខ្ញុំអត់មានស្គាល់អ្នកណាផងក្នុងនោះ 4-10 នាក់ឯណោះព្រោះខ្ញុំមិនដែលតាក់ទងនឹងអ្នកណាទាំងអស់ឬស្ទើរតែទាំងអស់ជួនកាលធ្លាប់ឆ្លើយឆ្លងគ្នាម្ដងម្កាលឬហើយក៏ដាច់ដំណឹងសូន្យទៅព្រោះខ្ញុំវាមិនមានអ្វីគួរឲ្យគេចង់តាក់ទងជាមួយឬក៏មកពីសម្ដីឆ្លើយរបស់ខ្ញុំឬក៏ស្អីមិនដឹងដែរគឺមិនសូវមានទំនាក់ទំនងនឹងយូរនឹងគេទេបាទមនុស្សព្រៃនៅតែជាមនុស្សព្រៃខ្ញុំធ្លាប់ចាត់ទុកខ្លួនឯងថាជា sauvage ជាមនុស្សព្រៃតាំងតែពីនៅជំទង់រៀនលីសេមកម្លេះតែខ្ញុំមិនមែនជាចៅព្រៃដោយពួកអដេរិឆានដែលប្លន់អំណាចយកទៅកាន់កាប់សពថ្ងៃនេះនោះឡើយលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានលោកអ្នកនាងច្បាស់ជាបានស្ដាប់បទវិភាគរបស់វិទ្យុ VOV FM ដែលខ្ញុំបានសូមអនុញ្ញាតតាមខ្យល់យកមកចាក់ផ្សាយម្ដងទៀតព្រោះជាវិភាគរបស់លោកបណ្ឌិតកែមលីដែលយើងទាំងឡាយកោតសរសើរលើដំកើងឲ្យលោកជាវីរជនថ្មីបើជាវីរជនបច្ឆាមរណៈម្នាក់ទៀតទៅហើយនោះក៏ដោយបាទក្នុងនេតិវេទិកាសង្គមនិងនយោបាយរបស់វិទ្យុ VOV នោះម៉ាស៊ីសុកអេសានបានឆ្លើយតបទៅនឹងសំណួរអ្នកស្ដាប់ស្ដីពីអន្តោប្រវេសន៍យួននឹងការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរម៉ាស៊ីសុកអេសាននេះ
មិនមែនជាកូនក្មេងទៀតទៅហើយអានេះមិនយូរមិនឆាប់ក៏នឹងស្លាប់តៃហោងតែមិនដេចឡើយបានជាវានៅមិនព្រមមើលឃើញសច្ចធម៌ងាយនៅស្រុកខ្មែរនោះទៀតខ្ញុំមិនយល់សោះសម្ដីរបស់វាខ្មែរយើងស្ដាប់ទៅគឺដឹងតែម្ដងថាវាជាខ្ញុំកញ្ជះនៃខ្ញុំកញ្ជះយួនឬថាវាបានបញ្ជូនកូនប្រពន្ធរបស់វាមកនៅសហរដ្ឋអាមេរិកអស់ទៅហើយនៅម្ដុំអូកឡានឬក៏ Stockton ឬក៏ស្អីហ្នឹងវ៉ានៅកាលីហ្នឹងម្ដេចក៏វាមិនដកខ្លួនចេញពីពួកក្បត់ជាតិបើសិនជាវាជាខ្មែរដកខ្លួនចេញមកពីគណៈបកចង្រៃដែលដឹកនាំដោយហ៊ុនខ្វាងហេងសំរិនស្អីអស់ហ្នឹងបាននៅចង់បានលុយបានកាក់ដល់កខ្វក់នឹងនៅមានអំណាចដល់គម្រក់ក្រោមបញ្ជារបស់ពួកមនុស្សចង្រៃវាក៏គួរតែព្យាយាមស្វែងរកការពិតយកមកផ្សព្វផ្សាយខ្លះផងតែវាបែរជាព្យាយាមការពារពួកគណៈបកប្រជាជនដែលយួនបង្កើតព្រោះវាជាយួនឬក៏ត្រូវយួនលៀងបំបែងក្បាលវាទៅហើយបាទសូមស្ដាប់វាឆ្លើយមកចំពោះបញ្ហាដែលលោកលើកឡើងថាយួនចូលស្រុកឬបញ្ហាកាប់ឈើនេះយើងឃើញហើយរដ្ឋាភិបាលមិនដែលបង្កើតឲ្យច្បាប់ណាដើម្បីឲ្យយួនចូលស្រុកទេវាមានតែបង្កើតច្បាប់អន្តោប្រវេសន៍ដើម្បីទប់ស្កាត់ការចូលស្រុកវានិយាយឲ្យតែពីរោះស្ដាប់ព្រោះយើងដឹងទាំងអស់គ្នាទៅហើយថាគ្មានរដ្ឋាភិបាលឈួតគ្មានប្រទេសឈួតណាគេបង្កើតច្បាប់បណ្ដោយឲ្យជនបរទេសចូលស្រុកនោះទេដែលអ្នកសួរមកនឹងគេចង់ដឹងគឺហេតុអ្វីបានជាមិនឃើញរដ្ឋាភិបាលដេរិឆានរបស់ពួកដេរិឆានវាស្ទុះស្ទារឿងអន្តោប្រវេសន៍បាទរឿងអនុវត្តច្បាប់អន្តោប្រវេសន៍ដែលសភាបានចេញមកយូរហើយនោះផងទៅយួននៅពាសពេញហើយវានឹងបដិសេធថាវាមិនបានបណ្ដោយឲ្យយួនចូលស្រុកនឹងក៏មិនអាចបដិសេធបានលើកលែងតែអានេះមិនមែនជាខ្មែរហើយអ្នកដែលស្គាល់វាកាលពីរៀននៅវិទ្យាល័យសូរិយាវង្សខេត្តស្វាយរៀងនឹងក៏គេប្រាប់ដែរថាអនុរដ្ឋនេះមិនមែនខ្មែរទេវាជាកូនចិនកាត់យួនបាទមិនខុសពីអាយៈកុងថោងចម្រើនមីយៈកុយកែវសេរីសិតតែយួនសុតសានិយាយខ្មែរមិនដឹងរឿងផងប៉ុន្តែឈ្មោះសិតតែឈ្មោះខ្មែរពីអ្នកនេះជាឪពុកម្ដាយរបស់អុកញ៉ាយួនមកថោងសារ៉ាត់អានេះ second generation អាចនិយាយខ្មែរបានច្បាស់អាយុមិនប៉ុន្មានក៏បានឡើងជាឧត្តមសេនីយ៍ផ្កាយ2ធ្វើជាទីប្រឹក្សារបស់អាយៈមុខស្អុយសខេងបាទហើយដែលត្រូវចាប់ខ្លួនដាក់គុកក៏មកពីបទចោទប្រកាន់ថាបានបញ្ជាឲ្យអង្គរៈទៅបាញ់សម្លាប់អុកញ៉ាចិនអ៊ឹងមេងជឿឯនោះបាទដូច្នេះវាគឺម៉ាស៊ីសុកអេសាននេះវាគឺជាពួកយួនដែលពួននៅពីក្រោយឈ្មោះខ្មែរបាទមុននឹងមកជាអ្នកនាំពាក្យឲ្យគណៈបកប្រជាជនដែលហូជីមិញបានបង្កើតម៉ាស៊ីសុកអេសានដែលខ្ញុំសូមដាក់ឈ្មោះឲ្យវាថាងៀងអ៊ីសើងគឺជានាយកទូរទស្សន៍អប្សរាបានដែលគួរឲ្យជេរប្រតិចយ៉ាងខ្លាំងគឺងៀងអ៊ីសើងនេះវាបាននិយាយដូចនេះក៏ប៉ុន្តែគឺថាបើយើងមើលតែក្នុងបរិបទកម្ពុជាតែមួយក៏យើងមិនទាន់សមស្របដែរនៅអាមេរិកដែលមានព្រំដែនរាប់ពាន់គីឡូជាមួយនឹងមិចស៊ិកនោះគឺថាទោះបីអាមេរិកធ្វើលបងកម្មាហាកំផែងយ៉ាងណាក៏ដោយក៏នៅទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ពីមិចស៊ិកនឹងចូលបានដែរហើយបើយើងទៅមើលដល់ឥឡូវនេះក៏នៅអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិកជាប់ប្រហែល20លាននាក់ហើយខ្ញុំមិនចង់ថានិយាយប៉ះពាល់ដល់ប្រទេសជិតខាងទេក៏ប៉ុន្តែគាត់នៅទីហោជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ហើយប្រទេសយើងនេះព្រំដែនក្នុងព្រំដែនគោក1273គីឡូម៉ែត្រនេះយើងអត់ទាន់មានរបងកំផែងអីដើម្បីនឹងទប់ស្កាត់ទេបាទអានេះជាបញ្ហាមួយដែលថាវាជាលក្ខណៈសត្វចាស់នំត់បាទវាយកស្រុកខ្មែរទៅប្រៀបធៀបនឹងសហរដ្ឋអាមេរិកការនេះវាខុសស្រឡះព្រោះថានៅសហរដ្ឋអាមេរិកជនអន្តោប្រវេសន៍ខុសច្បាប់មានមែនតែគេមិនបានប្រងើយកន្តើយដោយនៅស្រុកខ្មែរក្រសួងសន្តិសុខផ្ទៃក្នុង Department of Homeland Security ក្តីទីភ្នាក់ងារអនុវត្តកិច្ចការគយនឹងអន្តោប្រវេសន៍ហៅកាត់ថា ICE US Immigration and Customs Enforcement Agency នឹងក្តីគេធ្វើការបោសសម្អាតជានិច្ចបាទ
ជាពិសេសជាមួយនឹងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក Donald Trump នោះទៀតគេចាត់ទុករឿងអន្តោប្រវេសន៍ខុសច្បាប់នឹងជាបញ្ហាអាទិភាពតែម្ដងមិនមែនចាប់មួយឆ្នាំបាន4-10នាក់អីហ្នឹងទៅឈួតនឹកស្មានថាអ្នកដតីគេមិនដឹងហ្មងយួននៅពេញទន្លេសាបនឹងមកពីណាហើយឥឡូវនេះវៀតណាមគ្នាធ្វើម៉ងខ្មោចពេញស្រុកខ្មែរខ្ញុំថាគួរតែនាំអ្នកទៅយកត្រាក់ទ័រទៅកោះចោលអស់អត់មានខ្មោចទេនៅក្នុងនោះសុទ្ធតែអាវុធឬស្អីវាហ្នឹងនិយាយពីនៅសហរដ្ឋអាមេរិកនឹងមានការចាប់បញ្ជូនពួកខុសច្បាប់ដែលជាអក្រិតករយ៉ាងខ្លាំងក្លានេះម្យ៉ាងហើយម្យ៉ាងទៀតយោងតាមតួលេខរបស់ក្រសួងសន្តិសុខផ្ទៃក្នុងមានជនអន្តោប្រវេសន៍ខុសច្បាប់នៅសហរដ្ឋអាមេរិកតែ11លាន4សែននាក់ប៉ុណ្ណោះទេមិនមែន20លានដោយអាងងៀងអ៊ីសើងវាអះអាងនោះឡើយបាទមួយវិញទៀតពួកអន្តោប្រវេសន៍មកពីប្រទេសនានានៅខាងត្បូងសហរដ្ឋអាមេរិករួមទាំងប្រទេសមិចស៊ិកផងនោះមិនមែនជាពួកឈ្លានពានដែលចូលមកសហរដ្ឋអាមេរិកក្នុងបំណងយកប្រទេសមួយនេះជាខេត្តរបស់ពួកវាដូចដែលពួកអាកន្តោបវាកំពុងតែធ្វើគណៈនេះនៅកម្ពុជានោះឡើយបើកម្ពុជាត្រូវការពលកម្មសម្រាប់ឧស្សាហកម្មឬវិស័យសេដ្ឋកិច្ចផ្សេងៗហើយកម្ពុជាខ្វះពលករកម្មករឬអ្នកមានជំនាញកម្ពុជាអាចនាំចូលពលករពីប្រទេសជិតខាងដូចសៀមបណ្ដោយឲ្យខ្មែរភូមាឡាវវិលលានអ្នកបាទចូលទៅធ្វើការនៅប្រទេសគេហើយសៀមវាអាចបណ្ដេញចេញមកវិញពេលណាក៏បានឧទាហរណ៍មានន័យថាដោយកាលពីឆ្នាំ2014ដែលខ្មែរយើងរត់ទីណាត់ទីណៃរាប់សែនអ្នកនោះតែបញ្ហានៅស្រុកខ្មែរវាមិនមែនអីចឹងគឺយួនវាសម្រុកចូលមកគ្រប់ទិសទីដល់លោកកែមលីលោកលើកយកមកនិយាយលោកប្រាប់ថាលោកភ្ញាក់ដោយគេកន្ត្រាក់កាលបើបានទៅឃើញពួកយួននៅពាសពេញព្រៃសម្បទានវាក៏បញ្ជូនមនុស្សឲ្យមកបិទមាត់លោកបាទសម្លេះលោកចោលហើយពួកអាឆ្កែកញ្ចេះយួនដូចជាអាខ្វាងឬក៏អាងៀងអ៊ីសើងហៅសុកអេសានឹងវាមិនដែលហើបមាត់និយាយឲ្យបានច្បាស់លាស់ទេពិបាកអីនឹងការយកវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅហាង Star Mart ក្នុងស្ថានីយ៍បូមសង្កលតិចរបស់អាហ៊ុនតូកូនអាហ៊ុនខ្វាងនឹងយកមកបង្ហាញបើពួកអាដេរិឆាននៃរបបដេរិឆានចង្រៃនេះវាមិនពាក់ព័ន្ធក្នុងឃាតកម្មលើរូបលោកបណ្ឌិតដល់អាភ័ព្វរូបនេះទេនោះការកាប់ឈើទៀតរដ្ឋាភិបាលមានការទប់ស្កាត់ក៏ប៉ុន្តែអានឹងវាទី1កាប់ឈើក្នុងការអភិវឌ្ឍហើយទី2ការកាប់ឈើអនាធិបតេយ្យដែលគ្មានច្បាប់អនុញ្ញាតហើយរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ជាបន្តបន្ទាប់ហើយខ្ញុំយល់ថាតាំងពីឆ្នាំ1993មកអាការបំផ្លាញព្រៃឈើហើយនឹងការអស់ព្រៃឈើអាលីងនេះវាស្រែកតាំងពីជំនាន់ឆ្នាំ1993ឥឡូវដល់ឆ្នាំ2016នៅតែឈើនោះវាអត់ទាន់អស់ចាដល់ល្មិចចាប់វាអស់ចាលឺស្ដាយតាមបើតាមលឺស្រែកទៅវាអស់ឈើនោះតាំងពីឆ្នាំ95នោះអស់បាត់ហើយចាសូមបន្តមកសំណួរទី2ចានិយាយពីរឿងកាប់បំផ្លាញព្រៃឈើនៅកម្ពុជានេះទៀតអាងងៀងអ៊ីសើងវាអួតអាងថារដ្ឋាភិបាលដេរិឆានរបស់ពួកវាបានទប់ស្កាត់ហើយទប់ស្កាត់តែពួកវានឹងឡើងคล้ายទៅជាសៃថីរៀងខ្លួនទៅហើយវាថាលឺតែលូថាកាប់មិនចេះអស់តើវាចង់ឲ្យคล้ายទៅជាសមុទ្រខ្សាច់សិនបានវាទទួលថាសប្តាហ៍ថ្ងៃហ្នឹងព្រៃខ្មែរហ្នឹងវាខ្ទេចខ្ទីប្រកាសណាដើមឈើវាមិនទាន់អស់ពេលនេះព្រោះស្រុកខ្មែរមានព្រៃច្រើនតែការកាប់បំផ្លាញហ្នឹងក៏កំពុងតែធ្វើឲ្យព្រៃកំពុងតែអស់ទៅហើយបាទរហូតដល់អាដង្ខៅទ្រីភាពអាមេកណ្ដៀអាមេខ្មោចស៊ីឈើហ្នឹងវាបែកគំនិតធ្វើតាមអាអុកញ៉ាម៉ុងនិងអាយួនចិនសៀមលីយ៉ុងផាត់ស៊ុបប្រផាយនោះ diversify មុខរបររបស់វាបំបែកចេញទៅធ្វើចំការកៅស៊ូចំការម្រេចបើកអូតែលរីសតនាំចូលប្រេងសាំងប្រេងម៉ាស៊ូតអីនោះទៅវិញបាទអង្គការ NASA របស់សហរដ្ឋអាមេរិកទៅតែនឹងចេញរូបថតពីអវកាសបង្ហាញពីការបាត់បង់គម្របព្រៃឈើនៅកម្ពុជា
ឃើញហើយបានតែព្រឺបាននឹកសំណោះអាណិតប្រទេសឃើញរូបព្រៃឡង់ហើយក៏ស្ទើរតែស្រក់ទឹកភ្នែកប្រកបណាស់ពួកអាចមនុស្សចង្រៃវាកាប់ព្រៃយកឈើមានតម្លៃទលក់អស់ហើយកន្លែងខ្លះវាដាំកៅស៊ូជំនួសវិញមែនតែចំការកៅស៊ូជារបស់បរទេសភាគច្រើនហើយក៏គ្មានប្រយោជន៍អ្វីសម្រាប់សត្វព្រៃឡើយព្រោះថាការបំផ្លាញព្រៃឈើធ្វើឲ្យសត្វព្រៃខ្ទេចខ្ទីទៅតាមនឹងដែរនឹងមួយក្រៅពីនេះអាកាសធាតុស្រុកខ្មែរក៏ប្រែប្រួលព្រោះតែហ្គាសកាបូនិកបាទកាលណាគ្មានដើមឈើហ្គាសកាបូនិកក៏នឹងមានច្រើនធ្វើឲ្យក្តៅធ្វើឲ្យអីហ្នឹងហើយដែលសំខាន់គឺជីវភាពរបស់ខ្មែរអ្នកស្រុកនៅគ្នារស់ដោយសារអនុផលព្រៃឈើតែគិតយ៉ាងណាមានណាដែលគេទេអាចចង្រៃខ្វាងវាធ្លាប់និយាយសន្យាអ្នកស្រុកនៅទំរីងខេត្តកំពង់ធំថាពួកគេនឹងមានការងារធ្វើពីចំការកៅស៊ូតែការពិតគឺអត់សោះអាចចង្រៃនេះជាមនុស្សមហាកុហកបភោខ្មែរតម្រងមកហ៊ុនសែនគឺអត់ចេះបោកហ៊ុនសែនប្រែមកថាត្រង់ហ៊ុនសែនគឺអត់ចេះបោកហ្នឹងគឺថាអនុសាសន៍ទី1ត្រូវខិតខំធ្វើយ៉ាងម៉េចប្រែខ្លាយទីនេះផ្លាស់ប្ដូរទីនេះពីអ្នកបណេចរពីអ្នករុករកត្រង់ចរគឺមកធ្វើជាកន្លែងត្រង់ចរដាក់ចរទឹកចរចុងមកប្រមូលតទឹកចរចុងឲ្យមកជាការប្រមូលចរកៅស៊ូនៅក្នុងពេលដែលដំណាំចការកៅស៊ូដែលជាក្រុមហ៊ុនធ្វើយើងក៏ត្រូវព្រួយផ្ដើមដើម្បីជួយឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរមុខរបរទៅជាការដាំដំណាំឧស្សាហកម្មជាកៅស៊ូវិញមិននឹងមានបងខ្លះច្រើនតែព្រមហើយក៏មិនដែរចង់ដឹងចង់ស្ដាប់មើលតែព្រមបានឬមិនព្រមព្រោះបើគ្មានការយល់ស្របពីអ្នកកាន់កាប់បច្ចុប្បន្នទេយើងមិនអាចធ្វើទៅបានទេក៏ប៉ុន្តែខ្ញុំអាចធានាជូនបានទេមានរឿងអីខ្ញុំចេញមកធ្វើតកែហ្មងដោះស្រាយជូនមិនមែនលោកមកកំងទេព្រោះនេះជាសម្ដីនាយករដ្ឋមន្ត្រីខ្ញុំសុខចិត្តចំណាយតែរឿងចាញ់ដោយការនិយាយជាមួយប្រជាពលរដ្ឋហើយមិនបានធ្វើនេះគឺខ្ញុំមិនព្រមចាញ់ទេក៏ខ្ញុំត្រូវធ្វើឲ្យបានដែរបើថាធ្វើអ្វីមួយហើយហ៊ុនសែនហ៊ាននិយាយគឺហ៊ានធ្វើចុះខ្ញុំមិនបានមកបោកទេខ្ញុំមិនមកបោកទេហើយខ្ញុំក៏មិនចេះបោកក្នុងសតវត្សថ្មីនេះគឺទំរីងជាតំបន់ដែលផ្លាស់ប្ដូរមុនគេពីការដែលធ្លាប់តែធ្វើបណេចរពីចំការមួយទៅកាន់ចំការមួយថ្មីទៀតដោយប្រើពលកម្មយ៉ាងច្រើនទៅជាការធ្វើអាជីវកម្មដាំដុះប្រកបទៅដោយសុវត្ថិភាពតែការពិតគឺអត់សោះអាចចង្រៃនេះជាមនុស្សមហាកុហកបភោខ្មែរតម្រងមកទាំងនេះព្រោះថាកម្មករចំការកៅស៊ូពួកម្ចាស់ក្រុមហ៊ុនវាប្រើសិទ្ធិយួនមកតើដល់ពេលយើងបះកាប់យួនហើយឬនៅអរលោកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមអានសៀវភៅរឿងពីរបបផ្ដាច់ការមកប្រជាធិបតេយ្យជូនលោកនាងស្ដាប់តទៅទៀតកាលពីថ្ងៃមុនខ្ញុំអានដល់ចុងបញ្ចប់នៃជំពូកទី9បាទគេនិយាយថាដោយដែលបានកត់សម្គាល់ពីមុនមកហើយគេអាចពង្រឹងលទ្ធភាពនេះតាមការបង្កើតឲ្យមានយុទ្ធសាស្ត្រចម្បងប្រកបដោយគតិបណ្ឌិតធ្វើផែនការយុទ្ធសាស្ត្រដោយម៉ត់ចត់ការខិតខំប្រឹងប្រែងធ្វើការងារនិងការតស៊ូប្រកបដោយសេចក្តីក្លាហាននិងវិន័យជំពូកទី10ស្ដីពីកិច្ចការជាមូលដ្ឋានសម្រាប់ប្រជាធិបតេយ្យរឹងប៉ឹងមែនហើយការដួលរលំនៃរបបផ្ដាច់ការគឺជាបុព្វហេតុសម្រាប់ការអបអរសាទរយ៉ាងខ្លាំងក្លាមួយប្រជាពលរដ្ឋដែលបានរងទុក្ខវេទនាយ៉ាងយូរហើយបានតស៊ូប្រកបដោយគ្រោះថ្នាក់ផងនោះសមនឹងមានពេលសប្បាយរីករាយសម្រាកកំសាន្តហើយនឹងមានការទទួលស្គាល់ជាផ្លូវការគេគួរតែមានមោទនភាពលើខ្លួនឯងនិងអ្នកឯទៀតដែលបានតស៊ូជាមួយគ្នារហូតបានសេរីភាពនយោបាយអ្នកតស៊ូទាំងអស់មិនបានរស់រានមានជីវិតមកដល់ថ្ងៃជ័យជំនះនេះទេអ្នកនៅរស់និងអ្នកបាត់បង់ជីវិតនឹងត្រូវគេចងចាំជាវីរជន
ដែលបានជួយរៀបចំឲ្យមានសេរីភាពជាប្រវត្តិសាស្ត្រក្នុងប្រទេសរបស់គេប៉ុន្តែគួរឲ្យស្ដាយពីព្រោះពេលនេះមិនមែនជាពេលដែលគេគួរបន្ថយការប្រុងប្រយ័ត្នសូម្បីតែក្នុងកាលៈទេសៈដែលរបបផ្ដាច់ការបែកខ្ចាត់ខ្ចាយដោយសារតែនយោបាយរើបំរាស់ក៏ដោយគេក៏ត្រូវមានការប្រុងប្រយ័ត្នដើម្បីបញ្ជៀសមិនឲ្យមានរបបជិះជាន់មួយថ្មីលេចចេញពីការច្របូកច្របល់ក្រោយពីការដួលរលំនៃរបបផ្ដាច់ការចាស់ពួកអ្នកដឹកនាំកម្លាំងប្រជាធិបតេយ្យគួរតែរៀបចំទុកជាមុនសម្រាប់ការឆ្លងទៅរកលទ្ធិប្រជាធិបតេយ្យដោយសណ្ដាប់ធ្នាប់គេនឹងត្រូវដោះដូររចនាសម្ព័ន្ធរបបផ្ដាច់ការគេត្រូវបង្កើតឲ្យមានមូលដ្ឋានរដ្ឋធម្មនុញ្ញនិងច្បាប់ហើយនឹងຂະຫນາດត្រឹមត្រូវសម្រាប់ប្រជាធិបតេយ្យរឹងប៉ឹងមួយដែលគេនឹងកសាងគេមិនគួរយល់ថាក្រោយពីការដួលរលំនៃរបបផ្ដាច់ការសង្គមដ៏ល្អមួយនឹងលេចចេញឡើងភ្លាមនោះទេការបែកខ្ចាត់ខ្ចាយនៃរបបផ្ដាច់ការគឺគ្រាន់តែជាដំណាក់កាលដំបូងសម្រាប់បើកការខិតខំពង្រឹងសង្គមនិងបំពេញសេចក្តីត្រូវការរបស់មនុស្សឲ្យបានសមរម្យនៅក្រោមបរិយាកាសមួយដែលមានសេរីភាពជាងមុនតែប៉ុណ្ណោះបញ្ហានយោបាយសេដ្ឋកិច្ចនិងសង្គមគិច្ចដ៏ធ្ងន់ធ្ងរនឹងនៅមានបន្តរាប់ឆ្នាំទៅទៀតដែលជាការតម្រូវឲ្យមានការសហការពីមនុស្សនិងក្រុមទាំងអស់ក្នុងការរកដំណោះស្រាយប្រព័ន្ធនយោបាយថ្មីគួរតែផ្ដល់ឱកាសឲ្យមនុស្សទាំងពួងដែលមានគំនិតនិងមធ្យោបាយផ្សេងគ្នាទៅបន្តការងារស្ថាបនានិងផែនការអភិវឌ្ឍដើម្បីដោះស្រាយបញ្ហាទាំងឡាយក្នុងពេលអនាគតស្ដីពីការគម្រាមកំហែងពីរបបផ្ដាច់ការថ្មីលោក Aristotle អង់គ្លេសហៅថា Aristotle ដែលជាអ្នកប្រាជ្ញក្រិកបានប្រមានជាយូរមកហើយថារបបផ្ដាច់ការក៏អាចប្រែក្លាយទៅជារបបផ្ដាច់ការផងដែរបាននិយាយថាវាអត់មានដូរទៅណាទេផ្ដាច់ការនៅតែផ្ដាច់ការព្រោះតាំងប្រវត្តិសាស្ត្រជាច្រើនពីប្រទេសបារាំងដូចជាពួក Jacobin និង Napoleon នៅប្រទេសរុស្ស៊ីគឺពួក Bolshevik មុនដំបូងមិនមែនជាផ្ដាច់ការក៏ប៉ុន្តែដល់វាមានគំនិតផ្ដាច់ការវាក៏คล้ายទៅជាផ្ដាច់ការបាទអ៊ីរ៉ង់អាយ៉ាតូឡាកូមេនីជាដើមហើយនៅប្រទេសភូមាគឺពួកយោធាពួកស្លកពួកអីហ្នឹងក៏នៅតែជាផ្ដាច់ការក្រៅពីនេះក៏នៅមានទីផ្សេងទៀតដែលមានអ្នកខ្លះនិងក្រុមខ្លះយល់ថាការដួលរលំនៃរបបជិះជាន់មួយគ្រាន់តែជាឱកាសឲ្យពួកគេចូលទៅជំនួសធ្វើជាម្ចាស់ថ្មីគឺជាក្រុមផ្ដាច់ការថ្មីតែប៉ុណ្ណោះគេប្រហែលជាមានបបហេតុផ្សេងគ្នាប៉ុន្តែលទ្ធផលនោះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នារបបផ្ដាច់ការថ្មីនេះប្រហែលជាអាចកាន់តែសាហាវហើយក៏ត្រួតត្រារដ្ឋតឹងរឹងជាងរបបចាស់ទៅទៀតក៏មានជួនកាលមុននឹងរបបផ្ដាច់ការដួលរលំសមាជិកនៃរបបចាស់ប្រហែលជាលបងកាត់មុខការតស៊ូតាមរយៈរដ្ឋប្រហារដែលគេរៀបចំឡើងដើម្បីឆក់យកជោគជ័យពីការតស៊ូនយោបាយឬបំរាស់របស់ប្រជាពលរដ្ឋគេអាចអះអាងថាគេបានផ្ដួលរំលំរបបផ្ដាច់ការប៉ុន្តែមែនទែនទៅគេឆ្លៀតយកឱកាសតុបតែងរបបចាស់ឲ្យមានជារូបភាពថ្មីតែប៉ុណ្ណោះបាទតែប៉ុណ្ណេះសិនចុះចាំថ្ងៃក្រោយខ្ញុំនឹងលើកយកមកបន្តអានជូនលោកនាងស្ដាប់ទៀតដែលវគ្គតទៅគឺស្ដីពីការទប់ស្កាត់រដ្ឋប្រហារអរលោកនាងមានស្ដាប់ជាទីគោរពរាប់អានពាក់ព័ន្ធនឹងបញ្ហារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលយើងទាំងអស់គ្នានៅតែសោកស្ដាយដែលមានការប្រេះឆាគ្នាខ្លះទៅនោះនៅថ្ងៃទី18កុម្ភៈខាងមុខនេះនឹងមានការជួបប្រជុំគ្នានៅឯក្រុង Atlanta រដ្ឋ Georgia បាទលោកយសរុនចាស់ទុំម្នាក់នៃសហព័ន្ធនៅ Charlotte ហើយលោកក៏មានតំណែងជាប្រធានស្ដីទីរបស់គណៈកម្មការនយោបាយនៃគម្រោងបរិយាអង្គររបស់យើងផងបាទបានខលមកធ្វើអត្ថាធិប្បាយបន្តិចអំពីសំណេររបស់លោកច័ន្ទឆនស្ដីពីលក្ខន្តិកៈរបស់សហព័ន្ធដែលខ្ញុំបានលើកយកមកអានហើយក្នុងនោះមានបង្ហាញពីភាពមិនស្របច្បាប់នៃការដកហូតប្រធានប្រតិបត្តិគឺលោកថាច់ងុកថាច់ពីតំណែង
ដោយគណៈកម្មការនយោបាយក្រោមការដឹកនាំរបស់លោកអធិបតីថាច់វៀងបាទតទៅនេះគឺជាបទសន្ទនារបស់ខ្ញុំជាមួយនឹងលោកយសរុនបាទអរគុណលោកបាននិយាយរឿងហ្នឹងឲ្យគេបានដឹងឲ្យបានឮខ្ញុំឆ្ងល់ថាចេះខ្ញុំឆ្ងល់ថាអ្នកណាអ្នកបោះឆ្នោតរើសលោកថាច់វៀងណាមានការបោះឆ្នោតទេឬក៏គេរើសរបៀបណាបានឲ្យធ្វើជាអធិបតីអត់មានទេបោះឆ្នោតហ្នឹងគណៈកម្មការនយោបាយហ្នឹងជាប់ឆ្នោតទាំងអស់ហ្នឹងគេបានជ្រើសរើសគាត់ឲ្យគាត់ឃើញថាគាត់មនុស្សចាស់ម្នាក់ដែលអញ្ចឹងណាធ្វើការតស៊ូយូរហ្នឹងគេដាក់គាត់ទៅជាអធិបតីអត់មានបោះឆ្នោតទេអធិបតីហ្នឹងអញ្ចឹងអធិបតីហ្នឹងមុនលោកថាច់វៀងនៅណាលោកតៅគំថងលោកតៅគំថងណាបាទមុនលោកតៅគំថងនៅណាលោកថាច់តន្តារាមែនទេមែនថាច់តន្តារាគាត់ឈប់សម្រាប់ទៅក៏ឡើងលោកតៅគំថងហើយបន្តមកក៏លោកថាច់វៀងហ្នឹងមកប៉ុន្តែអត់មានបោះឆ្នោតទេគឺប្តីហ្នឹងគណៈកម្មការនយោបាយ13រូបហ្នឹងគេសម្រេចថាចង់ឲ្យលោកណាម្នាក់ឡើងធ្វើជាអធិបតីហ្នឹងគេដាក់ឡើងទៅទុកជាមនុស្សកណ្ដាលម្នាក់ដូចជាស្ដេចចឹងណាចឹងនិយាយចឹងសំណួរមួយទៀតណាយើងនិយាយថាគណៈកម្មការនយោបាយហ្នឹងវាមានលេខណាលេខសេះអញ្ចឹងណាដូចថាមាន7នាក់ឡើងទៅណា7 9 10ឬ10ប្រមាណ13អញ្ចឹងហ្នឹង13អូខេក៏ប៉ុន្តែនៅពេលនេះដែលមានបញ្ហាគ្នានេះមានលោកប្រធានថាញ់ងថាច់ម្នាក់ឯងហើយគេថា13នាក់ផ្សេងទៀតមិនបាន13វាគួរតែ12នាក់មិនអញ្ចឹងណា13ហ្នឹងគេរើសបន្ថែមដល់ខាងយុវជននោះឲ្យលោកស្តង់នោះទៀតនោះអាហ្នឹងនឹងអត់មានបោះឆ្នោតទេគឺគេបញ្ចូលឲ្យខាងស្ត្រីម្នាក់ទៀតនោះអញ្ចឹងណានៅពួកហ្នឹងអត់មានបោះឆ្នោតទេពួកហ្នឹងគណៈកម្មការនយោបាយគឺរើសដាក់គ្រប់បញ្ចូលក្នុងហ្នឹងអូខេលោកសរុនជ្រាបទេថាហេតុដូចម្ដេចបានជាខាងនោះគេស្រោះគ្នាសម្បើមឯងឡើង12 13នាក់ហ្នឹងរឿងហ្នឹងខ្ញុំមិនបានស៊ីចម្រូវរឿងហ្នឹងទេប៉ុន្តែពួកហ្នឹងខ្ញុំដឹងថាគាត់ធ្វើហ្នឹងគឺមិនបានយកមតិមហាជនឲ្យមកពិភាក្សាគ្នាដើម្បីសម្រុះសម្រួលគ្នាអីទេគ្រាន់តែលើកពីបញ្ហាទីក្នុងហ្នឹងមកហើយម្នាក់ក៏ដូចក្នុងហ្នឹងទាំងអស់ហ្នឹងបើយើងនិយាយថាប្រធានប្រតិបត្តិគាត់ធំជាងគេណាគាត់ធ្វើការអីប្រជុំអីក៏ដោយតើប្រធានប្រតិបត្តិហ្នឹងគាត់នឹងចេញជាច្បាប់មកថាឲ្យលោកណាក៏ដោយឲ្យថាឲ្យខាងអគ្គលេខាធិការធ្វើសម្បត្តិអីចឹងអញ្ជើញអស់លោកមកប្រជុំពិភាក្សាការងារសហព័ន្ធអីចឹងទៅគឺណែលោកប្រធានប្រតិបត្តិគាត់មានសិទ្ធិប៉ុន្តែពេលហ្នឹងគាត់ហ្នឹងមិនមានដូចថាគិតថាទាំងអស់គ្នាគណៈកម្មការនយោបាយហ្នឹងគឺមានសិទ្ធិប៉ុនគ្នាគ្មានណាធំជាងណាទេគិតអញ្ចឹងទៅវិញណាគិតអញ្ចឹងហើយបើអញ្ចឹងទៅពេលខ្លះគេហៅលោកប្រធានប្រតិបត្តិទៅប្រជុំហ្នឹងគាត់មិនទៅប្រកបអត់ដឹងរឿងអីប្រកបអ្នកក៏ហៅគេមិនទៅជាគេក៏ហៅគាត់ដល់គេមិនគាត់មិនទៅប្រជុំលើកដាក់កំហុសថាមិនលើកពីលើក3លើកអីចឹងមកអូខេបាទអាហ្នឹងគេនិយាយអញ្ចឹងណាសុំសួរមួយទៀតគណៈកម្មការផ្សេងទៀតណាដូចជាហេរញ្ញិកឬក៏ខាងស្អីផ្នែកផែនការឬក៏ខាងនារីក៏អីចឹងណាមានអាណត្តិទេពួកហ្នឹងពួកហ្នឹងអត់មានអាណត្តិទេបាទអត់មានអាណត្តិទេព្រោះគឺដូចជាប្រធានប្រតិបត្តិហ្នឹងមានអាណត្តិ4ឆ្នាំប៉ុន្តែដូចនៅប្រមាណអាណត្តិគេអត់មាននិយាយកន្លែងហ្នឹងអញ្ចឹងណាអត់មានកំណត់អាណត្តិទេណានៅប្រមាណបាទហើយបើនិយាយមែនតើទៅដូចពីលើកចិត្តខែឧសភាហ្នឹងមិនសិនថាយើងបោះឆ្នោតបើលោកថៃហ្នឹងគាត់អត់មានជាប់សលេងក៏គាត់ត្រូវអស់ពីលោកដែរប៉ុន្តែដោយសារប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ទៅអញ្ចឹងបាទតែឃើញគេណាលូប្រាប់ថានៅត្រាំត្រែងនឹងมันបណ្ដោយឲ្យស្អីទំពាំងស្នងឫស្សីឡើងមកជំនួសខ្លះអីចឹងណាគេថាអញ្ចឹងទំពាំងស្នងឫស្សីហ្នឹងគាត់បានយកក្មេងម្នាក់លោកចៅសេរីហ្នឹងយកមកដាក់ចិត្តអនុប្រធានទី2នោះអាហ្នឹងឯងដែលយកមកម្ដងបន្តិចហ្នឹងតើណាធ្វើការឃើញថាដំណើរការបានល្អតស៊ូយ៉ាងសុទ្ធស្វែងហើយក៏យកមកដាក់ម្ដងបន្តិចយើងមិនអាចលើកទាំងអស់ម្ដងនេះយកមកដាក់មកគណៈកម្មការទាំងអស់នោះបានភ្លាមទេព្រ
ប្រគល់ការរបស់សហព័ន្ធហ្នឹងលក្ខខណ្ឌនៃការហ្នឹងទៅមុខទៅយើងត្រូវទៅរកក្មេងមកដាក់បន្ថែមទៀតហើយ ចឹង ពួកយើងចាស់ហ្នឹងនៅប្រហែលហ្នឹងតិចហ្នឹងក៏ទៅណាទៅណីអត់បាត់ហើយ លោកសរុនគិតថាណាថ្ងៃទី18ដែលនឹងមកដល់នេះណា បាទ អស់គ្នានឹងមកចូលរួមប្រជុំទេមើលទៅ យើងមិនខ្ញុំមិនបានដឹងដែរបើអត់មានអំណាចឆ្លើយមកបើយើងទៅសម្បត្តិផ្សព្វផ្សាយទៅអញ្ជើញព្រោះតងចឹងដែរឲ្យគេបើអស់លោកមានចិត្តថាចង់មកចូលរួមយើងនឹងស្វាគមន៍អត់មានអាណាប្រកាន់ថាណាមិនមកមិនបានទេអាចមកបានទៅមកយើងអាចមកនិយាយគ្នាទៅជែកគ្នាឲ្យទៅតាមខន្តិមកខាងយើងទៅតែព្រោះបញ្ហាធំបញ្ហាជាតិយើងបងប្អូនគ្នាកុំនិយាយរឿងយកបុគ្គលមកនិយាយអានឹងរឿងបុគ្គលមកនិយាយជាតិយើងត្រូវបាត់បង់ហិនហោចខ្លោចសារដោយសារយើងទាំងអស់គ្នាដែលមិនយល់ពីរឿងជាតិជាធំហ្នឹងវល់តែណាមានអ្នកពេកមែនណាមានអ្នកបាទស្ងមានអ្នកហើយនឹងចិត្តថាលោកនេះក៏ធ្វើយូរមិនក៏មិនចោះអាហ្នឹងរឿងចោះមិនចោះហ្នឹងនៅលើប្រជាពលរដ្ឋបើយើងធ្វើមិនកើតទេដល់ណាគេឲ្យយើងទៅឈរនៅហ្នឹងណោះបើមានរបៀបពុកកលួយដូចរបៀបយើងនៅអង្គការផ្សេងប្រទេសផ្សេងហ្នឹងគេមិនឲ្យយើងនៅហ្នឹងទេព្រោះស្រុកយើងមកដល់ស្រុកសហរដ្ឋអាមេរិកហ្នឹងយើងធ្វើការសិតត្រឹមត្រូវយើងបានមករៀនសូត្រនៅស្រុកគេបើថាបីដាប្រជាធិបតេយ្យយើងដឹងហើយគេយកថាគេភាកច្រើនគេសម្លេង13សម្លេងខាងនេះម្នាក់ឯងអីហ្នឹងណាតែមិនគេមិនប្រជាធិបតេយ្យទេទៅសម្លេងហ្នឹងយើងអ្នកអស់លោកហ្នឹងគាត់មិនបានគិតលំអិតទេគាត់គិតថាគ្នាគាត់13នាក់ហ្នឹងអាចទម្លាក់លោកប្រធានប្រតិបត្តិម្នាក់ហ្នឹងបានប៉ុន្តែយើងខាងលោកប្រធានប្រតិបត្តិគាត់អាងថាសមាជិកបោះឆ្នោតឲ្យគាត់ហើយគាត់មានប្រជាពលរដ្ឋនៅគ្រប់គ្រងគាត់ហើយ13នាក់ហ្នឹងមិនអាចយកស្អីមកដើម្បីទម្លាក់គាត់បានទេព្រោះគាត់ឡើងហ្នឹងគាត់ឡើងស្របច្បាប់ហើយបើសិនណាគាត់មានទូកំហុសអីឲ្យអស់លោកហ្នឹងបើជាប្រជុំអីមួយចឹងមកហើយមកដើម្បីហៅមហាជនហ្នឹងមកឲ្យលោកប្រធានប្រតិបត្តិគាត់ឆ្លើយនឹងសំណួរបញ្ហាមួយហើយបើអត់បានធ្វើអញ្ចឹងទៅមិនឲ្យជាពលរដ្ឋដឹងហើយស្រាប់ប្រកាសតាមបញ្ជុថាមិនមកប្រជុំនៅចរចាអីចឹងកម្មវិធីប្រជុំនៅចរចាហ្នឹងពួកគាត់នឹងបានសម្រេចប្រធានលោកធិបតីក៏បានសម្រេចតើដល់ឲ្យគេប្រជុំនៅចរចាស្រ័យថាបាត់ទេបាត់គេនៅចរចាគេរៀបអង្គប្រជុំហ្នឹងគេចំណាយលុយកាក់ទៅកក់កន្លែងក៏អីអស់ច្រើនតាំងយើងសម្រេចគ្នាតាំងពីខែ5មកដល់ខែ10យើងត្រូវតែបាត់អញ្ចឹងក៏ឲ្យគ្នាទៅមិនកើតគេត្រូវតែធ្វើហើយម្យ៉ាងទៀតចង់ឲ្យប្រជាពលរដ្ឋឲ្យដឹងថាតើបញ្ហាដែលទម្លាក់លោកប្រធានប្រតិបត្តិហ្នឹងតើបញ្ហាអីយើងទៅប្រជុំហ្នឹងចង់មកសម្រួលប៉ុន្តែអញ្ជើញអស់លោកគាត់មិនមកយើងមិនសម្រេចបាត់ថាគេមិនមកតើនឹងកើតស្អីដល់ទៅទៀតហើយមិនបើគេមិនមកយើងទៅសេសម្បត្តិពីវិសាទៅគឺនឹងឆ្លើយបដិសេធថានៅតែលោកថៃនឹងកំហុសចេះកំហុសចោះនឹងលោកទៅលោកវៀងអធិបតីគាត់ឆ្លើយយ៉ាងថាកំហុសលោកថៃវាអញ្ចេះវាចោះវាអីនឹងមានច្រើនអញ្ចឹងហើយយើងលន់តួសំណុំពរនិយាយទៅគេមិនទទួលនៅអានេះការសំណុំពរពីសមាជិកបានចុះហត្ថលេខាឲ្យសូមឲ្យអស់លោកមកដើម្បីជួបជុំគ្នាដោះស្រាយបញ្ហាដែលយើងមានផ្ទៃក្នុងយើងមិនបានចោទថាពួកហ្នឹងខុសពួកណាត្រូវទេណាអស់លោកអានោះគេមិនមកយើងទៅមិនឥឡូវហ្នឹងបើសិនជាគេមិនមកតើយើងធ្វើម៉េចបានន័យថានៅបង្កើតគណៈកម្មការនយោបាយថ្មីហ្មងបើគេមិនមកខាងដូចលោកដឹងហើយមានលោកណាក៏បកស្រាយលោកចាំឆានក៏ថាលោកប្រធានប្រតិបត្តិនៅស្របច្បាប់មិនអញ្ចឹងហើយនៅជាប្រធានរបស់សហព័ន្ធត្រូវហើយគាត់មានសិទ្ធិត្រូវរៀបចំគណៈកម្មការមួយដើម្បីធ្វើការបន្តការងារទៅទៀតគាត់មិនអាចចោលការងារអញ្ចឹងវាជាពលរដ្ឋបោះឆ្នោតឲ្យគាត់ហើយបើមានបញ្ហាអីចាំដល់អាណត្តិ4ឆ្នាំនេះលោកណាចង់មកធ្វើមកឈរមកបោះឆ្នោតទៅបើអស់លោកជាប់លោកណាធ្វើបន្តទៅទៀតទៅមានបិទបាំងឯណាអូខេឲ្យវាចាប់អាណត្តិនេះសិនណាបាទទៅមកបោះឆ្នោតបានប្រហែល5-6 ខែហ្នឹងហើយយើងមកទឿនឲ្យគេចោះឲ្យគេបោះឲ្យគេចោះមួយនេះប្រគេប្រជាពលរដ្ឋបោះឆ្នោតហើយលោកផាច់មានសម្លេងច្រើនលើសគេទាំងអស់ចូលនឹងលេខ1ហ្នឹងហើយលោកផាច់មានសម្លេង60សម្លេងហើយក្រៅពីនោះអត់មាននរណាបានច្រើននៅគាត់ទេតែវៀងបាននៅ39សម្លេងទេលោកផាច់វៀងក៏ចូលឈ្មោះដែរហ្មង
គាត់ឆោណាប្រោះវិជាបរិបគេចង់ធ្វើថារបៀបវិជាតបតៃយើងមិនចង់ឲ្យណាដោយចេញទេនៅក្នុងនោះមានគណៈកម្មការទាំងអស់យើងដាក់ឲ្យមានឈ្មោះទាំងអស់ឲ្យគេបោះហើយបើលោកណាมันមានឆ្នោតណាហ្នឹងចាំយើងគិតតាមក្រោយប៉ុន្តែយើងធ្វើដើម្បីកុំឲ្យមានការបាក់បែកនៅក្នុងពេលក្នុងរបស់សហព័ន្ធហ្នឹងដល់ហើយដល់យើងរៀបចំអញ្ចឹងដល់អស់លោកហ្នឹងវាមិនបានឡើងជាប្រធានមានការដូចជាមិនមិនសบายចិត្តហើយគេថាបញ្ហាចេះលេចលឿនចេះលឿនចុះអញ្ចឹងហើយធ្វើឲ្យដំណើរការរបស់យើងវាអត់ទៅមុខបានអញ្ចឹងបានបញ្ហាវាចេះកើតឡើងដែលថាខាងរះហ្នឹងណាដែលថាខាងអ្នកគ្រប់គ្រងនឹងច្រើនទេប្រហែលជាប្រមាណសាខាទាំងអស់គឺខាងលោកថៃហ៎បាទខាងលោកថៃហ្នឹងមានដូចជាមក East Coast ហ្នឹងសឹងទាំងអស់អត់តែ Villa មួយទៅអញ្ចឹងអត់ Villa New Jersey ទៅ East Coast ហ្នឹងសឹងទាំងអស់លើដល់កាណាដាហ្នឹងហើយខាង California មានខ្លះគឺទៅថា7 8សាខាហ្នឹងគាត់គេមកគ្រប់គ្រងការប្រជុំនៅហើយចរចាថ្ងៃទី16 17 18ហ្នឹងគឺថាគេមកត្រង់តែជា70 80នាក់ហើយដល់យប់ណាយើងបើកទៅមកសមានមនុស្សប្រហែលជា400មកក្នុងយប់ហ្នឹងគេមកគ្រប់គ្រងបងប្អូនខ្មែរយើងដែលគេឆ្លៃជាតិគេស្នេហាជាតិគេលើថាខ្វាយក្រមធ្វើអីគេមកចូលរួមជាមួយយើងអូខេអញ្ចឹងក៏អរគុណណាសង្ឃឹមថារឿងនេះនឹងចាប់ទៅដោយសាមគ្គីគ្នាឡើងវិញអញ្ចឹងណាតាមហ្នឹងយើងមានសង្ឃឹមថាអញ្ចឹងយើងមិនចង់ឲ្យមានការប្រជាក្នុងសង្គមខ្មែរក្រមយូរទេបើយើងតស៊ូយូរណាស់ទៅហើយយើងទៅមានទទួលបានជោគជ័យនៅលើឆាកអន្តរជាតិគឺតែច្រើនណាស់ហើយយើងមិនគួរយើងឲ្យពេលហ្នឹងវាអាលេដោយងាយទេយើងមិនត្រូវយកខ្វាំងសត្រូវមកដើម្បីបំបែកគ្នាយើងទេអាហ្នឹងយើងសង្ឃឹមថាបងប្អូនយើងនៅយល់គ្នាទៅវិញទៅមកមិនដូចលោកមានប្រសាសន៍ថាយើងនិយាយភាសាខ្មែរជាមួយគ្នាមិនមែនភាសាយួនបារាំងអង់គ្លេសទេអាហ្នឹងយើងអាចស្ដាប់គ្នាបានបាទអូខេអរគុណណាអរគុណលោកសានរួតអរគុណច្រើនបាទជំរាបលាអរលោកនាងមានស្ដាប់ជាទីគោរពរាប់អានយ៉ាងណាយ៉ាងណីសូមថាគ្នាតទៅទៀតខ្ញុំសូមអនុញ្ញាតបញ្ចប់ពីនេះពីនោះតែប៉ុណ្ណេះចុះដើម្បីតម្រូវចិត្តអ្នកដែលចង់ឲ្យខ្លីមែនទេក៏មិនដឹងជាយកស្អីមកជម្រាបហើយទេលើកលែងតែនិយាយលេងកំ pl ែងបាទមិនបានកាយទេព្រោះថាសប្តាហ៍ថ្ងៃនេះស្រុកយើងកំពុងតែលិចលង់ហើយបាទលិចកំពុងលងកញ្ជើដូច្នេះខ្ញុំសូមជម្រាបលាតែប៉ុណ្ណេះចុះបាទចាំជួបគ្នានៅថ្ងៃក្រោយទៀត